គឺជារឿងសំខាន់ខ្លាំងមែនតើហើយភាពស្រស់ស្អាតនឹងអនាម័យវាមិនមែននៅតែលើមុខនៅតែលើកៅអៅនៅតែលើសក់យើងទេពិតប្រាកដណានៅពេលដែលយើងជុកនេះយើងឃើញមុខយើងឃើញកៅអៅយើងឃើញសក់ចាប៉ុន្តែអាខាងក្នុងនៅយើងដែលបានទៅចែកគ្នាអនាម័យពីខាងក្នុងចេញមកខាងក្រៅជំរាបសួរប្រិយមិត្តក៏ដូចជាស្វាគមន៍សាជាថ្មីមកកាន់ podcast នារីជឿនលឿនដែលនៅក្នុងវគ្គនេះយើងនឹងបន្តជជែកទៅលើប្រធានបទដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីដោយវគ្គនេះគឺយើងផ្ដោតសំខាន់តែទៅលើសុខភាពអនាម័យនិងវិធីសាស្ត្រនៅក្នុងការថែទាំខ្លួនសម្រាប់ស្ត្រីអញ្ចឹងដើម្បីកុំឲ្យកាត់ពេលយូរយើងចូលទៅកាន់កម្មវិធីយើងតែម្ដងជំរាបសួរបងជំរាបសួរនិចសុខសប្បាយបងសុខសប្បាយអូខេសប្បាយឲ្យបានជួបនិចម្ដងអញ្ចឹងសប្ដាហ៍នេះយើងមានប្រធានបទថ្មីទៀតហើយដែលយើងគិតថានឹងមានអត្ថប្រយោជន៍កាន់តែល្អទៀតហើយសម្រាប់ស្ត្រីនៅក្នុងការថែទាំខ្លួនអញ្ចឹងជាសំណួរដំបូងតែម្ដងតើការថែទាំខ្លួនដែលមានអនាម័យល្អនេះវាមានសារៈប្រយោជន៍យ៉ាងម៉េចខ្លះទៅដល់ស្ត្រីបងចាអរគុណនិចតកតងទៅនឹងប្រធានបទអនាម័យស្ត្រីបែរជាពីមុនយើងទៅចែកខ្លះដែរប៉ុន្តែអត់ដែលបានសូវស៊ីជម្រៅទេហើយយើងឃើញថានារីនៅពេលបច្ចុប្បន្នទោះបីវ័យណាក៏ដោយអនាម័យគឺជារឿងសំខាន់ខ្លាំងមែនតើហើយភាពស្រស់ស្អាតនឹងអនាម័យវាមិនមែននៅតែលើមុខនៅតែលើកៅអៅនៅតែលើសក់យើងទេពិតប្រាកដណានៅពេលដែលយើងជុកនេះយើងឃើញមុខយើងឃើញកៅអៅយើងឃើញសក់ចាប៉ុន្តែអាខាងក្នុងនៅយើងដែលបានទៅចែកគ្នាអនាម័យពីខាងក្នុងចេញមកខាងក្រៅអាហ្នឹងវាអាចតកតងទៅនឹងថារឿងក្លិនចោះចឹងអូខេអនាម័យវាសំខាន់ភាពស្រស់ស្អាតសុខភាពរបស់យើងចាទាំងខាងក្រៅទាំងខាងក្នុងនៅពេលដែលយើងនិយាយពីក្លិនមួយឧទាហរណ៍ឥឡូវខ្ញុំអាចលើកឡើងពីរឿងក្លិនចាអូខេក្លិនខ្លួនក្លិនមាត់ក្លិនសក់ក្លិនដៃក្លិនជើងណាអានោះវាត្រូវតែស្អាតហើយវាបង្កើនទំនុកចិត្តផងសុខភាពយើងផងតែអាក្លិនមួយទៀតដែលយើងអត់សូវដែរបានទៅចែកដែរយើងជានារីយើងមានឧទាហរណ៍យើងមានវត្តរដូវចាយើងមានរឿងក្លិនសម្រាប់បន្តពូជឧទាហរណ៍អញ្ចឹងផ្លូវភេទរបស់យើងអញ្ចឹងវាមានរឿងហ្នឹងវាតកតងទៅនឹងអនាម័យដូចគ្នាដែរដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់បើសិនបើនារីឬក៏បងប្អូននារីខ្លះអត់សូវបានដឹងរឿងហ្នឹងខ្ញុំគិតថាអេពីសូតនេះយើងគួរតែជែកគ្នាលម្អិតបន្តិចថាតើវាមានសារៈសំខាន់ប៉ុណ្ណាតកតងទៅនឹងសុខភាពហើយនឹងក្លិនរបស់យើងហ្នឹងចាមួយទៀតចាំបានដូចជាបងធ្លាប់លើកឡើងថានៅពេលណាដែលយើងគិតគូរទៅលើសុខភាពយើងវាអាចបង្កើនទំនុកចិត្តរបស់យើងដែរត្រង់ចំណុចនេះវាតកតងគ្នាអត់បងពិតមែនតើទំនុកចិត្តឃើញខាងក្រៅយើងស្រស់ស្អាតដោយការពីអេពីសូតមុនយើងទៅចែកប៉ុន្តែបើសិនបើយើងឥឡូវយើងនិយាយថាវាមានភាពបករមាស់យើងអត់ស្រួលខ្លួនមនារីចាបើសិនបើមានអីមួយដែលយើងអត់ស្រួលក្នុងខ្លួនវាបាត់ទំនុកចិត្តហើយបើសិនជាយើងនិយាយរឿងឧទាហរណ៍យើងមានស្គៀបលមាស់ឬក៏យើងមានក្លិនណាមនុស្សស្រីបាត់ទំនុកចិត្តទាំងស្រុងហ្មងហ្នឹងចាអញ្ចឹងយើងនារីដូចគ្នាយើងដឹងធម្មតាបើសិនបើយើងនារីយើងមិនមានវត្តរដូវរបស់យើងរាល់ខែអញ្ចឹងអាកំឡុងពេលដែលមករដូវរបស់យើងហ្នឹងបើសិនបើយើងអត់បានគិតរឿងអនាម័យទេខ្ញុំគិតថាប្រហែលថ្ងៃដែលយើងមកយើងអត់ស្រួលខ្លួនទេទំនុកចិត្តប្រហែលថ្ងៃហ្នឹងក៏អាចបាត់ដែរពួកអាចថាពួកអីមាននារីខ្លះកំឡុងពេលដែលគាត់មករដូវហ្នឹងគឺគាត់មានក្លិនផ្សេងមួយចាហើយតំបន់ផ្លូវភេទរបស់យើងហ្នឹងបើសិនបើអត់អនាម័យទេក៏វាបង្កឲ្យមានក្លិនដែរចារហូតដល់ថ្នាក់ពេលខ្លះរហូតដល់ធំក្លិនខ្លួនឯងមានណាចានៅពេលដែលយើងអត់ដឹងវិធីថែរក្សាឬក៏ថែទាំឬក៏យើងយកចិត្តទុកដាក់ត្រង់ហ្នឹងអានេះពីបទពិសោធន៍ខ្ញុំដែរខ្ញុំសូមបន្ថែមបន្តិចពីទៅសំណួរមួយនេះចំពោះការថែទាំខ្លួនឲ្យមានអនាម័យល្អនេះវាផ្ដល់អត្ថប្រយោជន៍មែនទែនយើងគិតថាយើងថែទាំសុខភាពយើងមើលតែទៅលើរូបរាងយើងមើលតែទៅលើការមើលឃើញតែគេមើលឃើញថាយើងស្អាតទេប៉ុន្តែមែនទែនទៅអាសុខភាពរបស់យើងនេះវាប៉ះពាល់ទៅដល់វិជ្ជាឥទ្ធិពលទៅដល់សុខភាពផ្លូវចិត្តរបស់យើងអារម្មណ៍របស់យើងហ្នឹងក៏វាពាក់ព័ន្ធទៅដល់នឹងដែរដូចមិញបងបានលើកឡើងថាបើសិនជាយើងអត់សំណុកនៅក្នុងខ្លួនយើងធ្វើអីក៏អត់លះហើយវាប៉ះពាល់ទៅដល់ទំនុកចិត្តហើយអារម្មណ៍របស់យើងហ្នឹងក៏វាឡើងចុះវាធ្វើអីមួយវាអត់ស្រឡះអត់លះអញ្ចឹងបើសិនជាចង់ឲ្យទាំងអស់នឹងរលូនគឺចាប់ផ្ដើមពីការថែទាំខ្លួនឯងទូចទម្លាប់ទាំងអស់ហ្នឹងទៅអញ្ចឹងយើងចូលទៅដល់សំណួរបន្ទាប់តែម្ដងតកតងជាមួយនឹងវត្តរដូវរបស់ស្ត្រីបងតើនារីយើងគួរតែយកចិត្តទុកដាក់កម្រិតណាទៅលើវត្តរដូវរបស់ខ្លួនឯងចាអរគុណច្រើនអញ្ចឹងបើសិនបើមុននឹងឆ្លើយទៅសំណួរនេះខ្ញុំអាចបែកទៅអាការពីខ្ញុំនៅជានិស្សិតពេទ្យចុះនឹងវាយូរវាអាចចូលខ្ទង់ជាង20ឆ្នាំមុនណាខ្ញុំចាំបានថាខ្ញុំធ្លាប់ទៅស្តារនៅមន្ទីរពេទ្យមួយខាងផ្នែកសម្ភពហើយរោគស្ត្រីហ្នឹងណាអញ្ចឹងទៅបងស្ត្រីដែលគាត់មានផ្ទៃពោះគាត់មកជួបគ្រូពេទ្យហើយគ្រូពេទ្យសួរថាអូមានផ្ទៃពោះហើយមករដូវចុងក្រោយថ្ងៃណា
គាត់ឆ្លើយថាមិនគាត់ឆ្លើយថាអត់ចាំទេអ្នកគ្រូតស៊ូប្តីខ្ញុំសិនចាំបើថាគាត់ទៅវត្តរដូវខ្លួនឯងគាត់អត់ចាំទេអញ្ចឹងប្រហែលជាគាត់អត់យកចិត្តទុកដាក់ឬមួយក៏គាត់ភ្លេចភ្លាំងមិនក៏យើងអត់ដឹងណាប៉ុន្តែខ្ញុំចង់ឆ្លើយថាវត្តរដូវនារីសំខាន់មិនមែនសម្រាប់តែពេលដែលយើងត្រូវការមានផ្ទៃពោះឬក៏យើងមានដៃគូស្នេហាឧទាហរណ៍ចេះថាយើងរួមភេទទេវត្តរដូវស្ត្រីសំខាន់នៅពេលដែលសម្រាប់នារីយើងខ្លួនឯងចាយើងតាមដានសុខភាពរបស់យើងអញ្ចឹងវត្តរដូវជាទូទៅសម្រាប់ខ្ញុំតោះខ្ញុំមិនដែលមានបញ្ហាអីហើយវត្តរដូវយើងទៀងទាត់ចន្លោះ28 29ថ្ងៃយើងមករដូវម្ដងហើយអញ្ចឹងអាកំឡុងវត្តរដូវរបស់យើងហ្នឹងឧទាហរណ៍ថាពីថ្ងៃទី1ថារហូតដល់ថ្ងៃទី5ថ្ងៃទី7ចាស់ហ្នឹងកំឡុងពេលដែលមករដូវអញ្ចឹងយើងមានការថែរក្សាខ្លួនមួយបែបជាពិសេសមួយបែបកំឡុងពេលដែលយើងមករដូវចាបន្ទាប់ពីមករដូវហើយកំឡុងពេលហ្នឹងសុខភាពរបស់យើងក៏វាប្រែប្រួលស្បែកក៏ប្រែប្រួលអញ្ចឹងវាមានការថែរក្សាមួយបែបទៀតចាហើយបន្ទាប់ពីថ្ងៃរហូតតម្រាំដល់មកដល់វត្តរដូវថ្មីហ្នឹងតែយើងត្រូវត្រៀមខ្លួនបែបណាកំឡុងពេលដែលយើងជិតមករដូវថ្មីដែរចាអញ្ចឹងខ្ញុំគិតថាតាមដានសំខាន់ទាំងសុខភាពរបស់យើងបើសិនបើយើងមានដៃគូតាក់ទងនឹងយើងចង់យកបុតអូខេយើងរួមភេទឬក៏យើងប្រើវិធីសាស្ត្រពជាកំណើតអីក៏គេអាចមើលតាមវត្តរដូវបើសិនបើយើងនៅលីវការតាមដានវត្តរដូវសំខាន់មែនតើអញ្ចឹងបើសិនបើយើងដឹងវត្តរដូវយើងច្បាស់កំឡុងពេលដែលវាមានប្រក់ក្តីវាអាចមកលឿនពេកវាអាចមកយូរពេកវាមានអាការៈអីកំពុងតែមករដូវវាលើសពីចុកពោះវាមានបញ្ហាអីគេផ្សេងទៀតអាហ្នឹងឯងដែលចាំបាច់ត្រូវយើងតាមដាននោះចាបើមានអ្វីដែលមិនប្រក់ក្តីដូចដែលសពមួយដងអាហ្នឹងត្រូវតែប្រញាប់ទៅជួបអ្នកជំនាញហើយត្រូវទៅជួបគ្រូពេទ្យហើយបើសិនបើពីខ្ញុំហ្មងអាការពីយើងក្មេងៗឯងបើយើងតាំងពីពេញវ័យដំបូងណាចាអាហ្នឹងវាដូចរៀងមានបំរែបំរួលច្រើនដូចថាយើងចុកពោះចុកអីចឹងទៅចាហើយណាមួយទៀតកាឡូនេរីផ្សេងប្រហែលជាអាការៈសុខភាពរបស់គាត់ខុសគ្នាដែរចុះកាឡូនិកវិញវ័យនិកវិញមុននឹងឆ្លើយសុំសួរបងមកសំណួរសិនការចុកពោះនៅកំឡុងពេលមករដូវនេះជារឿងធម្មតាដែលស្ត្រីទូទៅជួបទេឬមួយក៏វាអាចបង្កជាបញ្ហាសុខភាពដែរបងបើសិនបើតាមយើងដឹងមកខ្លះវាជារឿងធម្មតានៅពេលដែលយើងមករដូវតាមខ្ញុំដឹងវាស្បូនយើងកន្ត្រាក់ចាអញ្ចឹងសាច់ដុំស្បូនយើងកន្ត្រាក់ដើម្បីឲ្យអាភ្នាសនៃរដូវរបស់យើងហ្នឹងពេលដែលវាឡើងក្រាស់វាត្រូវទុំធ្លាក់មកអញ្ចឹងកំឡុងពេលប្រហែលថ្ងៃដែលយើងត្រូវមករដូវហ្នឹងខ្លួនយើងវាបញ្ចេញអរម៉ូនមួយដែលធ្វើឲ្យស្បូនរបស់យើងកន្ត្រាក់ដើម្បីឲ្យឈាមរដូវរបស់យើងធ្លាក់មកអញ្ចឹងហ្នឹងវាជារឿងធម្មតានៅពេលដែលវាឈឺកំឡុងតែថ្ងៃទី1ឬក៏ថ្ងៃទី2ឬក៏អ្នកខ្លះឈឺតែថ្ងៃទី1ហ្នឹងតែប្រហែលម៉ោងទៀតបើសិនតែខ្ញុំឈឺថ្ងៃទី1តែប្រហែលម៉ោងដំបូង 4-5 ម៉ោងអញ្ចឹងទៅចាវាចុកដូចសធំអញ្ចឹងណាដើម្បីឲ្យឈាមរដូវយើងធ្លាក់មកប៉ុន្តែរហូតមកដល់ថ្ងៃទី2ទី3ឬក៏ពេលខ្លះដល់ថ្ងៃទី4ហ្នឹងវាអត់មានអាការៈឈឺនឹងទៀតទេអញ្ចឹងជាទូទៅភិក្ខុនារីគាត់មានអាការៈឈឺចុកពោះហ្នឹងចានៅពេលដែលមករដូវហើយជាពិសេសគឺវ័យរៀងក្មេងៗដែរពេលដែលគាត់នៅរៀងវ័យក្មេងទៅមករដូវដំបូងអាចឈឺអាហ្នឹងមកពីភាពកន្ត្រាក់នៃស្បូនរបស់យើងទេអាហ្នឹងតាមខ្ញុំដឹងមកប៉ុន្តែបើសិនមកថាវាឈឺរហូតពេកអាហ្នឹងប្រហែលជាវាខុសប្រក់ក្តីចាអាប្រក់ក្តីវាឈឺមួយថ្ងៃពីរថ្ងៃប៉ុន្តែដល់ពេល3 4 5ថ្ងៃវានៅតែឈឺអាហ្នឹងអាចនឹងខុសប្រក់ក្តីហើយបានន័យថាបើសិនជាឈឺរដូវមាន 4-5 ថ្ងៃសាប់ឈឺទាំងអស់ទាំង 4-5 ថ្ងៃហ្នឹងហ្មងវាខុសប្រក់ក្តីចឹងទៅហើយអារបៀបនេះឈឺហ្នឹងក៏វាមានលក្ខណៈរបស់វាដែរវាបែបភ្ញូចក្តៅសធំម្ដងអញ្ចឹងណាចុះវាមិនមែនឈឺចាប់ចុកចាក់ដូចជាមានអីនៅក្នុងពោះយើងឯងវាមិនមែនរបៀបឈឺវាខុសគ្នាគេលើយើងធ្លាប់ឈឺហ្នឹងហើយចុះវាខុសគ្នាវាខុសពីយើងត្រូវបានមុតរបួសឬក៏ត្រូវយើងប៉ះទង្គិចអីផ្សេងខាងក្រៅវាផ្សេងនោះវាឈឺមកពីខាងក្នុងយើងដឹងថាវាកំពុងតែឈឺនៅស្បូនរបស់យើងហ្នឹងមែនតើការយកចិត្តទុកដាក់ទៅលើវត្តរដូវនេះវាអាចមាន tool មួយចំនួនដែលគេជួយយើងទៀតព្រោះឥឡូវសម័យ digital ហើយគេមាន tool ច្រើនសម្រាប់ trackសម្រាប់តាមដានថាយើងមករដូវជាទូទៅនៅក្នុងថ្ងៃណាអញ្ចឹងទៅអញ្ចឹងនៅពេលណាដែលយើងដឹងថាកំឡុងពេលថ្ងៃណាដែលយើងត្រូវមានវត្តរដូវហើយយើងដឹងថាអាការៈរបស់យើងបែបម៉េចយើងងាយស្រួលនៅក្នុងការដឹងថាឧទាហរណ៍បើសិនជាខ្ញុំចុកពោះខ្ញុំចុកតាមមួយថ្ងៃដំបូងដូចបងលើកឡើងមកមុនហ្នឹងអញ្ចឹងបើសិនជាចុក2ថ្ងៃឬក៏ចុក3ថ្ងៃចាប់ផ្ដើមដឹងហើយថាវាមិនមែនខុសប្រក្រតីទេព្រោះនៅពេលដែលយើងតាមដានយើងច្បាស់ជាដឹងហើយថាជាធម្មតាគឺយើងមានអាការៈបែបនេះអញ្ចឹងដល់ពេលវាខុសប្រក្រតីវាមានរឿងអីចូលមកមួយទៀតស្រាប់តែនៅសុកវាឈឺខ្លួនស្រាប់តែសុកឈឺចុកពោះពីមួយថ្ងៃឡើងទៅដល់2ទៅ3ថ្ងៃទៅ4ថ្ងៃទៅ5ថ្ងៃអញ្ចឹងទៅហើយរដូវមកតែ7ថ្ងៃស្រាប់រដងមានលើកណានោះស្រាប់តែមកដល់10ថ្ងៃអញ្ចឹងទៅឬមួយក៏វត្តយើង28ថ្ងៃស្រាប់ដល់ពេល
បានតែ14ថ្ងៃវាមករដូវម្ដងទៀតអញ្ចឹងអានឹងជាការសង្កេតទៅលើភាពខុសប្លែកដែលវាអាចនឹងកើតមានចំពោះខ្លួនយើងហើយបើសិនជាដឹងភាពខុសប្លែកហ្នឹងទៅយើងនឹងងាយស្រួលនៅក្នុងការស្វែងរកជំនួយពីគ្រូពេទ្យតែកាលណាវាខុសប្រកបដីយើងអាចចេះទៅសួរឪពុកម្ដាយឬក៏សួរអ្នកណាដែលគាត់អត់មានជំនាញវិទ្យាសាស្ត្រហ្នឹងទេអញ្ចឹងត្រូវទៅរកពេទ្យដើម្បីសួរនេះលើកឡើងត្រង់ហ្នឹងល្អនៅពេលដែលមិនមានអ្វីមួយដែលវាមិនប្រកបដីទៅសួរអ្នកជំនាញចាជៀសវាងដូចជាពេលបច្ចុប្បន្នខ្ញុំជឿថាក្មេងៗឥឡូវគាត់ទំនើបវា digital វាអីគាត់សួរអូខេសួរ chat GPT សួរ Google ប៉ុន្តែវាអត់ទាន់ច្បាស់ដូចអ្នកជំនាញទេអញ្ចឹងមានភាពក្លាហានដែរពីអាការពិភាក្សាមុនយើងនិយាយនារីគាត់អត់សូវមានភាពក្លាហានទៅពិនិត្យសុខភាពផ្លូវភេទខ្លួនឯងដែលគិតថាខ្លួនគាត់នៅលាវគាត់ទៅពិនិត្យសុខភាពផ្លូវភេទអានោះជាសារមួយសំខាន់ករណីដែលវត្តរដូវបើយើងតាមដានយើងដឹងច្បាស់យល់ថាអត់ប្រកក្ដីទៅជួបមួយអ្នកជំនាញនឹងឯងចាសំខាន់ PHK ដៃគូដ៏គួរឲ្យទុកចិត្តសម្រាប់នារី Be Free Girl មិនថាពេលមកថ្ងៃខែ PHK នៅតែអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ត្រជាក់ស្រស់ស្រាយក្នុងការបំពេញការងារនិងងាយស្រួលបត់បែនគ្រប់ចលនាដោយមានទំនុកចិត្ត